ឯកឧត្តមវ៉ាត់ចម្រើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាហៅកាត់ថា NOCC បាននាំយកថវិកាចំនួន$5,000ដែលទទួលបានពីការរៀបចំទិវាពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញឆ្នាំ2025ប្រគល់ជូនទៅដល់មូលនិធិគុណធបុប្ផានៅព្រឹកថ្ងៃអង្គារទី12ខែឧសភាឆ្នាំ2026នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិធីប្រគល់នឹងទទួលនេះមានការចូលរួមដោយលោកជំទាវប៉ានសុភារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោកខៀនទួប្រធានផ្នែកទំនាក់ទំនងសាធារណការនៃអង្គភាពប្រតិបត្តិមូលនិធិគុណធបុប្ផាកម្ពុជាឯកឧត្តមវ៉ាត់ចម្រើនបានមានប្រសាសន៍ថាដោយបានការអនុញ្ញាតដល់ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចាអូនពាន់មនីរតឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគុណធបុប្ផាគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាបានប្រកល់ជូនមូលនិធិដើម្បីរួមចំណែកនៅក្នុងការជួយដល់សង្គមនិងមន្ទីរពេទ្យគុណធបុប្ផានៅពេលនេះចំណែកឯលោកជំទាវប៉ានសុភាបានមានប្រសាសន៍ដ៏មានតម្លៃនៅក្នុងការប្រម៉ែប្រមូលនៅមូលនិធិនេះនិងបានអរគុណទៅដល់គណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាដែលបានរៀបចំកម្មវិធីជួយទៅដល់មន្ទីរពេទ្យក៏ដូចជាជួយទៅដល់សកម្មភាពសង្គមផ្សេងៗទៀតផងដែរនិងនេះជាសកម្មភាពដ៏សំខាន់ក្នុងការជំរុញឲ្យមានការជួយដល់មន្ទីរពេទ្យហើយលោកជំទាវក៏បានរាយការណ៍ពីការថមថយប្រមាណជា40%នៅការបម្រែប្រមូលមូលនិធិអំឡុងដើមឆ្នាំ2026នេះឯកឧត្តមវ៉ាត់ចម្រើនបានសង្កត់ធ្ងន់ថាគោលការណ៍នៃការរៀបចំទិវារថប្រណាំងទាំងអស់គឺត្រូវតែបង្កប់នៅគោលបំណងសប្បុរសធម៌ហើយគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាដែលមានឯកឧត្តមបណ្ឌិតថងខុនទេសរដ្ឋមន្ត្រីតែងតែប្រកាន់ខ្ជាប់នឹងការខិតខំប្រឹងប្រែងរហូតមកដែលឯកឧត្តមវ៉ាត់ចម្រើនក៏បានថ្លែងអំណរគុណទៅដល់ឯកឧត្តមអគ្គបណ្ឌិតសភាចាអូនពាន់មនីរតនិងលោកជំទាវប៉ានសុភាដែលបានផ្ដល់ឱកាសដល់គណៈកម្មាធិការជាតិអូឡ িম্প ិកប្រគល់នៅថវិកាជូនមូលនិធិតាមបែបបទពិធីការប្រកបទៅដោយភាពកក់ក្ដៅសបផ្សាយពាណិជ្ជកម្មនៅវិទ្យុថោន FM 102.25 MHz និងវិទ្យុថោក FM 92.3 MHz សូមទំនាក់ទំនងមកលេខទូរស័ព្ទឬ Telegram 010 93 77 77